ហើយឲ្យយកដីស្អិតមកបិទលើក្បាលទេវលជ្រមុជទៅក្នុងទឹកនារតៈតាបោះក៏បានរត់ឲ្យព្រះអាទិត្យរះឡើងពេលនោះដីស្អិតនៅលើក្បាលទេវលក៏បែកជា7ភាគភ្លាមមួយរំពេចនៅនគរពារាណសីមានតាបោះមួយរូបឈ្មោះទេវលរស់នៅក្នុងព្រៃហេមពានបានចូលមកសុំសំណាក់ក្នុងសាលារបស់នាយស្មូនឆ្នាំងម្នាក់បន្ទាប់មកទៀតក៏មានតាបោះមួយរូបទៀតចេញអំពីព្រៃហេមពានដែរហើយមកសុំនាយស្មូនឆ្នាំងម្នាក់នោះនៅក្នុងសាលានោះដែរខ្ញុំកណាបានប្រគិនឲ្យតាបោះម្នាក់រួចហើយដូច្នេះសូមលោកម្ចាស់ប្រាប់ទៅតាបោះម្នាក់មុននោះឲ្យលោកបានជ្រាបផងចុះបើលោកសុខចិត្តឲ្យនៅជាមួយសូមលោកគង់នៅតាមប្រទេសចុះនេះស្មូនដល់ចម្រើនយើងអរគុណដល់អ្នកហើយបើដូច្នេះមែនយើងនឹងទៅសុំតាបោះនោះឥឡូវនេះនាយរតៈតាបោះបានទៅដល់សាលាហើយថ្លែងសេចក្តីគួរសមសុំទេវលតាបោះម្នាក់នោះនៅជាមួយទេវលតាបោះក៏យល់ព្រមឲ្យនៅហើយក៏និយាយសួរសុទុគ្នាទៅវិញទៅមកយ៉ាងរាក់ទាក់ដរាបដល់ពេលយប់ជ្រៅក៏នាំគ្នាចូលសឹងមុនពេលចូលសឹងនាយរតៈតាបោះក៏គិតឃើញថាយប់នេះអាត្មាអញត្រូវចំណាំទីដែលទេវលសឹងនិងចំណាំទ្វារចេញចូលឲ្យបានល្អជៀសវាងប៉ះពាល់ដល់ទម្លាប់របស់លោកគិតចប់សពគ្រប់ហើយនាយរតៈតាបោះក៏ចូលទៅសឹងទៅលុះដល់ពាក់កណ្ដាលរាត្រីទេវលតាបោះបែរជាមិនបានសឹងត្រង់កន្លែងដែលបានសឹងហើយនោះទេលោកបែរជាក្រោកទៅសឹងទៅតឹងចំកណ្ដាលមាត់ទ្វារទៅវិញដល់វេលាដែលនាយរតៈតាបោះចេញទៅខាងក្រៅពេលយប់ក៏ជន់ទេវលត្រង់ភ្នំសោះទេវលខឹងយ៉ាងខ្លាំងហើយស្រែកជេរនាយរតៈតាបោះទាំងកណ្ដាលអត្រាថានេតាបោះហាហេតុម្ដេចក៏អ្នកឯងហ៊ានដើរមកជន់ក្បាលអញដូចនេះអត់ទេលោកម្ចាស់យើងពុំមានចេតនានោះទេសូមលោកអភ័យផងទៅចុះនិយាយរួចនាយរតៈក៏ចេញផុតទៅក្រោយមកទៀតទេវលក៏កើតគំនិតគិតដូចនេះថាតាបោះនេះចូលមកវិញពិតជាជន់ក្បាលអញទៀតមិនខានឡើយបើបែបនេះអញគិតសឹងបែកក្បាលមកចុងជើងវិញទើបជាការល្អពេលត្រឡប់ចូលមកវិញនាយរតៈដែលខ្លាចក្រែងថាខ្លួននឹងជន់ទេវលទៀតទើបគិតថាកាលអញចុះមកអញបានសាងកំហុសជន់ក្បាលទេវលឥឡូវនេះអញត្រូវចូលទៅខាងចុងជើងគាត់វិញដើម្បីកុំឲ្យតាបោះកំណាចនេះខឹងនឹងអញទៀតគិតហើយនាយរតៈក៏លបចូលស្ងាត់តែបែរទៅជាជន់ចំកទេវលនោះទៅវិញទេវលខឹងក្រញ៉ាញ់ក្រញងស្រែកជេរដាក់បណ្ដាសានាយរតៈថាកាលមុនអ្នកឯងជន់ភ្នួងសក់អញហើយឥឡូវជន់កអញទៀតអ្នកឯងកោងកាចណាស់បើព្រះអាទិត្យរះឡើងសូមឲ្យក្បាលអ្នកឯងបែកជា7ភាគចុះនេលបងអាចារ្យខ្ញុំពិតជាគ្មានបំណងជន់លោកទេខ្ញុំគ្មានទោសនោះទេបើអ្នកណាមានទោសសូមឲ្យក្បាលអ្នកនោះបែកទៅចុះឯក្បាលអ្នកឥតទោសសូមកុំឲ្យបែកឡើយទេវលចេះតែស្រែកជេរដាក់បណ្ដាសានាយរតៈញាប់ស្អេងឯនាយរតៈចេះតែឆ្លើយតបទៅវិញយ៉ាងនេះជាច្រើនដងនាយរតៈតាបោះលោកមានអានុភាពច្រើនណាស់ហេតុនេះទើបលោកអាចដឹងច្បាស់ថាសម្បត្តិបណ្ដាសានឹងធ្លាក់ត្រូវទៅលើទេវលតាបោះជាដាច់ខាតហើយអាត្មាអញត្រូវមានចិត្តអនុគ្រោះចំពោះទេវលនេះអញត្រូវតែខាត់ព្រះអាទិត្យមិនឲ្យរះឡើងដោយកម្លាំងរិទ្ធនាយរតៈតាបោះលោកបានបាំងពន្លឺព្រះអាទិត្យមិនឲ្យចាញ់មកបានឲ្យនៅតែងងឹតយប់ដដែលក្នុងគ្រានោះអ្នកនគរនាំគ្នាផ្អើលឈូឆរព្រោះយប់យូរពេកក៏នាំគ្នាចូលទៅគាល់ព្រះរាជាបបិទ្ធព្រះមហាក្សត្រដ៏ខ្ពង់ខ្ពស់សូមព្រះអង្គជួយញ៉ាំងឲ្យព្រះអាទិត្យរះឲ្យឆាប់ឡើងមកបើនៅតែដូចនេះអ្នកនគរទាំងអស់នឹងមិនអាចធ្វើការរកស៊ីអ្វីបានឡើយប្រហែលជាមានបបជិតទាស់ទិញគ្នាទីដឹងបបិទ្ធព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូងកាលពីម្សិលមិញមានតាបោះពីររូបបានទៅសុំស្នាក់នៅក្នុងសាលារបស់នាយស្មូនឆ្នាំងម្នាក់លោកបានជ្រាបដូច្នេះហើយព្រះមហាក្សត្របានបញ្ជាឲ្យរាជបរិសយាងដង្ហែត្រង់ទៅកាន់ទីនោះហើយក៏ឃើញតាបោះទាំងពីររូបនោះមែនព្រះអង្គក៏ទ្រង់ថ្វាយបង្គំហើយសួរនៅហេតុដែលងងឹតគ្មានពន្លឺព្រះអាទិត្យចំពោះតាបោះទាំងពីរបបិទ្ធព្រះមហារាជរឿងហេតុនេះកើតមកពីលោកអាចារ្យទេវលដាក់បណ្ដាសាឲ្យអាត្មាភាពបែកក្បាលជា7ភាគក្នុងពេលព្រះអាទិត្យរះឡើងអាត្មាភាពរលឹកឃើញថាបណ្ដាសានោះត្រូវធ្លាក់លើលោកអាចារ្យទេវលវិញព្រោះអាត្មាភាពគ្មានកំហុស
អាត្មាភាពចង់ជួយសង្គ្រោះលោកទើបមិនបើកឲ្យព្រះអាទិត្យរះដើម្បីកុំឲ្យក្បាលលោកបែកជា7ភាគតាមបណ្ដាសារបស់លោក ព្រះរាជាក៏ត្រាស់បង្គាប់ឲ្យទេវលតាបោះសូមខមាទោសនិរតៈតាបោះតែទេវលជាមនុស្សមានរឹងរូសមិនព្រមចោះចាញ់មិនប្រមាណខ្លួនចេះតែជជែកដណ្ដើមយកតែត្រូវទើបព្រះរាជាសួររកឧបាយធ្វើកុំឲ្យមានអន្តរាយដល់ទេវលនោះនិរតៈក៏ថ្វាយព្រះពរព្រះអង្គថាបើលោកទេវលសុំខមាទោសចំពោះអាត្មាភាពលោកគ្មានអន្តរាយឡើយក្រោយមកព្រះរាជាទ្រង់ត្រាស់ឲ្យរាជបរោះចាប់ទេវលតាបោះឲ្យក្រាបទាបបាទានិរតៈតាបោះហើយឲ្យយកទេវលឲ្យទៅឈរក្នុងស្រះមួយមានជម្រៅត្រឹមកហើយឲ្យយកដីស្អិតមកបិទលើក្បាលទេវលជ្រមុជទៅក្នុងទឹកនិរតៈតាបោះក៏បានរត់ឲ្យព្រះអាទិត្យរះឡើងពេលនោះដីស្អិតនៅលើក្បាលទេវលក៏បែកជា7ភាគភ្លាមមួយរំពេចហើយទេវលតាបោះក៏រត់គេចខ្លួនបាត់ទៅការដាក់បណ្ដាសាអ្នកឥតកំហុសទោសត្រូវធ្លាក់លើខ្លួនវិញ